nhóm thòng đá bông bông kia video nhóm phía trên cứ tụ sạp mình tầm đồng những đó những thọt thì chỉ tới bây giờ học nâng trên này chọn trên kia mà bông bông kia drone bông bông kia lấy chỗ đó vẽ drone mình chỉ tới một bông kia nhưng cái thai bắn đi nhưng đã được cút hàng khỏi cục tế mình hạ lại đây một bông kia chắc nghe cái xu ấy lấy đẹp nghe hay thay đây này ok suy bông bông kia chẳng không video này cứ khi ông bắt bàn stream tội tất cả hay vlog này còn mình chỉ vlog ra lên đấy cứ vlog máu review bạn ai thay review các bạn đúng không unboxing ក៏បានឬមួយក៏ការរៀបចំ event ដើម្បីចេញ trip ក៏បានដែរដោយសារតែវីដេអូនេះគឺខ្ញុំផុសមុនថ្ងៃទូហើយមួយថ្ងៃទៅពីរថ្ងៃហើយចង់ប្រាប់ថាខ្ញុំនឹងចេញ trip ទៅខេត្តមួយប៉ុន្តែខ្ញុំសូមលាក់សិននៅtrongវីដេអូចាំខ្ញុំប្រាប់ថាយើងនឹងទៅណាថ្ងៃមុនហ្នឹងគាត់ថាគាត់ទៅរៀបចំ event ធម្មតាឯងប៉ុន្តែដល់ពេលឃើញ event កំពុកទៅក៏គាត់ថាបើសិនជាធ្វើវីដេអូមួយបាននិយាយលេងមួយបងប្អូនផងហើយក៏បានប្រាប់ពីឧបករណ៍ផ្សេងៗនិងសម្រាប់ចាំបាច់ផ្សេងៗដែលយើងត្រូវការមានហើយយើងត្រូវការធ្វើគេខ្លះមុនយើងចេញ trip ផ្លូវឆ្ងាយអញ្ចឹងណាជាពិសេសគឺសម្រាប់ជិះម៉ូតូហើយក៏ខ្ញុំអាចប្រាប់ពីកំពុករបស់កំពុកបាន detail មួយផងដែរបើសិនជាបងប្អូនចង់ដឹងគឺខ្ញុំអាចធ្វើវីដេអូក្រោយមួយទៀតប៉ុន្តែវីដេអូនេះគឺយើងនឹង focus ទៅលើតែរបស់ដែលសំខាន់នេះដូចជាកាអាវដូចជាអីនឹងយើងត្រូវការស្លៀកពាក់មិនយើងត្រូវការយកអូនវ៉ាន់នេះគេខ្លះដើម្បីដាក់តាមម៉ូតូដាក់អីហ្នឹងគឺ general ចឹងទៅដោយសារតែឥឡូវខ្ញុំឡើងទៅរៀបវ៉ាន់ស្រាប់អញ្ចឹងខ្ញុំធ្វើវីដេអូនឹងមួយទៅដើម្បីបានប្រយោជន៍ទាំងអស់គ្នាអូខេឥឡូវកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមចូលសាច់រឿងទាំងអស់គ្នាអញ្ចឹងមុនដំបូងឡើយខ្ញុំចង់ unbox អីវ៉ាន់ខ្ញុំសិនដែលខ្ញុំទិញមកពីតាប៉ៅអញ្ចឹងនៅក្នុងអីវ៉ាន់ប្រអប់មួយនេះគឺជា accessory របស់ Insta 360អញ្ចឹងតាក់ទងទៅនឹងកាមេរ៉ា 360នេះគឺខ្ញុំទុំតែទិញដែរទេបើសិនជាបងប្អូនតាមដានវីដេអូខ្ញុំគឺខ្ញុំចាប់ផ្ដើមប្រើកាមេរ៉ានេះនៅវីដេអូឡើងក្នុងកំពើអញ្ចឹងកាមេរ៉ាមួយនេះផងដែរគឺវាសំខាន់បងប្អូនអរគ្នាសម្រាប់ content creator ដែលត្រូវការប្រើគឺវាចាប់360 degree ឲ្យយើងហ្មងអញ្ចឹងជាពិសេសនៅពេលដែលជិះម៉ូតូជិះអីហ្នឹងគឺខ្ញុំគាត់ទៅចាប់លើក្បាលម៉ូតូទៅហើយខ្ញុំជិះម៉ូតូទៅអញ្ចឹងយើងអត់គួរថ្នាក់បើចាំដកទូរស័ព្ទថតឬមកក៏មិនបាច់អីទេគឺវាថតជុំវិញអីយើងស្រាប់ហើយអញ្ចឹងនៅពេលដែលខ្ញុំមកពី trip វិញខ្ញុំចាប់ដើមកាត់វីដេអូគឺខ្ញុំអាច select frame មួយណាក៏បានខ្ញុំចង់ឃើញខ្ញុំក៏បានចង់ឃើញផ្លូវក៏បានអញ្ចឹងវាពិតជាងាយស្រួលមែនទែនតែគាត់ថាវារៀង CG ច្រើនតិចអានេះហើយមួយវិញទៀតយើងទិញតួកាមេរ៉ានេះមួយគឺយើងធ្វើឲ្យអត់កើតទេអញ្ចឹងទី1គឺយើងត្រូវទិញដង stick សំខាន់បំផុតគឺអានេះបើអត់មានអាហ្នឹងទេគឺអានេះស្មើសូន្យតែម្ដងយើងអាចកាន់ថតជាបានទេត្រូវទេនឹងហើយដង stick នេះក៏តម្លៃវាខ្ពស់ដែរទិញដង stick នឹងមួយហើយគឺយើងត្រូវមានជើងត្រូមួយទៀតបងប្អូនទាំងអស់គ្នានៅពេលដែលយើងថតកាន់ដៃចេះអស់ហើយពេលខ្លះយើងចង់ដាក់បញ្ឈរចោលយើងធ្វើសកម្មភាពផ្សេងអញ្ចឹងត្រូវអញ្ចឹងយើងត្រូវតែ yes បងប្អូនឃើញទេយើងទុកចោលទៅហើយយើងចង់ដើរទៅណាក៏បានដែរកាមេរ៉ានឹងវាចាប់ឲ្យយើងតែម្ដងអូខេអញ្ចឹងបន្ទាប់មកពីមុនខ្ញុំមាន2ហ្នឹងនៅខ្វះទៀតដោយសារតែអីរបស់ដែលយើងទិញមកវាស្រឡាញ់ទៅទេអញ្ចឹងយើងត្រូវការទិញ cage ដាក់វាយ៉ាងថា case ក៏បានដែរដើម្បីការពារគេវាពីយើងធ្លាក់អញ្ចឹងដោយសារតែ action camera ដឹងស្រាប់ហើយគឺវាធ្លាក់ច្រើនអញ្ចឹងនេះគឺជា case ដែលខ្ញុំកំងតាមថៅប៉ៅមកហើយតម្លៃប្រហែលទេខ្ញុំអត់ចាំទេខ្ញុំដាក់ក្នុងវីដេអូតែប៉ុណ្្នឹងទៅចានេះខ្ញុំប្រើលើកទី1ណាដាក់ cage វានេះបងប្អូនទាំងអស់គ្នាគឺចូលហើយអត់ធ្ងន់ទេអាមួយនេះគឺអត់ធ្ងន់ទេស្រាលហក់ហ្មងគឺប្រព័ន្ធកាមេរ៉ាហ្មងបន្ទាប់មកទៀតទិញ cage នឹងមួយហើយគឺយើងត្រូវការ lens កាមេរ៉ាមួយទៀតបើតាមបទពិសោធន៍របស់ខ្ញុំឃើញអ្នកដែលធ្លាប់ប្រើដូចខ្ញុំដែរអញ្ចឹងគាត់ពាក់អា lens ហ្នឹងទៅនៅពេលដែលភ្លៀងអីហ្នឹងគឺវាបតាក់ទឹកហ្នឹងនៅលើកញ្ចក់ lens ហ្នឹងហ្មងបើសិនយើងទិញល្មមអញ្ចឹងណាយល់អត់គឺដក lens នៅពេលដែលភ្លៀងអីគឺដក lens ជិះមកប្រើ lens ស៊ីនក៏បានដែរប៉ុន្តែនៅពេលដែលយើងជិះម៉ូតូជិះអីយើងគួរតែមាន lens មួយទៅកុំឲ្យតែវាកូតអា lens ស៊ីននេះគឺដូរទៅវាអស់ថ្លៃអញ្ចឹងណាមាន2ឲ្យស្រាប់មុខក្រោយអញ្ចឹងដាក់មិនទេបងប្អូនអរគ្នាអូខេនេះគឺដាក់ទៅគឺវាលៀនចេញមកក្រៅអញ្ចឹងតែម្ដងទី2គឺអានេះអត់មានអីទេបងប្អូនអរគ្នាអានេះគឺជាម៉ាស់មុខធម្មតារបស់ខ្ញុំតែប៉ុតម៉ាស់ខ្ញុំមានច្រើនបងប្អូនអរគ្នាគ្រាន់ថាខ្ញុំជួយចិត្តទិញអីប្លែកៗអញ្ចឹងណាអូអានេះដូចល្អអញ្ចឹងតាក់ទងនឹងម៉ាស់មុខម៉ូតូគឺអូអានេះសាច់ស្អាតបងប្អូនអរគ្នាតឹងល្អណែល្អហើយវារៀងក្រាស់ហើយវាមាន UV protect ទៀតប៉ុណ្ណឹងពាក់មួកមកពាក់វ៉ែនតាចប់រឿងមកបាទហើយយើងទៅតទៀតអានេះគឺជាបូកាមេរ៉ាជីងស្អាតនិយាយទៅកាបូបនេះគឺជាប្រភេទកាបូបស្ពាយចំហៀងអញ្ចឹងបងប្អូនទាំងគ្នាដោយសារតែដំបងឡើយគឺខ្ញុំកំពុងថាឡើងភ្នំទេអ៊ំទូកនឹងអញ្ចឹងដោយសារតែជាធម្មតាគឺខ្ញុំថតនឹងកាមេរ៉ាទូរស័ព្ទធម្មតាទេប៉ុន្តែវីដេអូក្រោយនេះគឺខ្ញុំចង់លើក quality វីដេអូខ្ញុំឲ្យរៀងគ្រាន់បើជាងមុនតិចខ្ញុំអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាអូខេពាយកាមេរ៉ាទៅជាមួយតែម្ដងទៅដើម្បីថតបានវីដេអូដែលស្អាតៗអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងការឡើងភ្នំឡើងអីស្ពាយកាមេរ៉ាទៅគឺវាហានិភ័យខ្ពស់ខ្លាំងមែនទេដោយសារតែភ្លៀងដោយសារតែវាអាចធ្លាក់អាចអីយើងអាចដកពីកាបូបមកថតបានភ្លាមទេអញ្ចឹងនៅពេលដែលយើងដើរលេងនឹងស្រាប់ឲ្យបងប្អូនទាំងគ្នាឲ្យមាន ISO ជាងទូរស័ព្ទទេខ្ញុំធម្មតាបងប្អូនទាំងគ្នាវីដេអូខ្ញុំភាគច្រើនគឺទូរស័ព្ទនឹងតែម្ដងខ្ញុំដកខ្ញុំថតហើយទូរស័ព្ទខ្ញុំគឺ13ធម្មតាបើ quality អ្នកខ្លះគឺមិនដឹងទេថាថតនឹងកាមេរ៉ាទូរស័ព្ទអញ្ចឹងណាបងប្អូនទាំងគ្នាគាត់ជាសួរខ្ញុំច្រើនថាភាគច្រើនខ្ញុំថតនឹងអីខ្ញុំសូមប្រាប់ថា vlog របស់ខ្ញុំក្រៅពីវីដេអូ360កោងឬមកក៏ drone នៅលើមេឃហ្នឹងគឺខ្ញុំថត
នឹង iPhone 13 Pro Max មួយនេះឯងបាទគឺអត់មានកាមេរ៉ាអីជួយច្រើនទេប៉ុន្តែឥឡូវគឺខ្ញុំចាប់ផ្ដើម enhance quality របស់ខ្ញុំសាកមើលមកវីដេអូថាខ្ញុំប្រើកាមេរ៉ានេះគឺវាងាយស្រួលសម្រាប់ខ្ញុំអត់ព្រោះថាការដើរលេងគឺខ្ញុំអត់ចូលចិត្តអីក៏ពេកកំពុកច្រើនទេជាពិសេសគឺយកកាមេរ៉ា lens ធំវិញនឹងដកញ៉ៃគឺខ្ញុំអត់ចូលចិត្តទេប៉ុន្តែខ្ញុំសូមជំនះភាពពិបាករបស់ខ្ញុំមកវីដេអូទៅចុះគឺខ្ញុំយកកាមេរ៉ាទៅមួយអញ្ចឹងខ្ញុំត្រូវការកាបូបដើម្បីស្គីដាក់គៀនខ្លួនអញ្ចឹងទៅដកពឹបថតហ្មងអញ្ចឹងកាបូបហ្នឹងគឺអត់មានគឺវាមានថតច្រើនមកប៉ុន្តែដូចកាបូបលុយយើងធម្មតាអញ្ចឹងណាខាងក្នុងវាគឺនិយាយទៅកាបូបលុយបងប្អូនអរគ្នាដូចកាបូបយើងស្គីធម្មតាអូប៉ុន្តែនៅខាងក្នុងហ្នឹងគឺវាមានប្រដាប់បាំងកាមេរ៉ាបាំងអីចឹងណាអញ្ចឹងយើងអាចដាក់កាមេរ៉ាផងអាចដាក់ lens បាននៅក្នុងនេះខ្ញុំគាត់ថាដាក់កាមេរ៉ាបានមួយគ្រាប់ហើយនឹង lens មួយគ្រាប់សកូអញ្ចឹងទៅការជៀននេះយើងដាក់ memory ដាក់ power bank ដាក់អីបានខាងក្រោយនេះក៏មានដូចគ្នាដែរហើយប្រភេទកាមេរ៉ាកាបូបនេះគឺជាប្រភេទ water resist អញ្ចឹងមានន័យថាបើសិនជាភ្លៀងធម្មតាអីទេគឺវាអាចជួយអត់ឲ្យចូលកាមេរ៉ាយើងបានទេប៉ុន្តែមិនមែនជា waterproof ទេអញ្ចឹងបើសិនជាដើរឆ្លងឆ្លងអីហ្នឹងក៏នៅតែត្រូវយកកាមេរ៉ាទប់នឹងក៏បានចេះដែរចុចដល់កាបូបកាមេរ៉ារួចហើយមីងបងប្អូនអរគ្នាខ្ញុំភ្លេចប្រាប់បងប្អូនអរគ្នាគាត់ជាឆ្ងល់ទេថា360នេះនិយាយទៅ360ហ្នឹងចំណាយច្រើនជាងគេហ្មងបងប្អូនអរគ្នា accessory របស់វាហ្នឹងគឺចាយច្រើនហ្មងសឹងតាខ្ញុំកាន់តែ iPhone មួយថតបានមកនេះទិញតែដង selfie មួយថតបានគ្រប់យ៉ាងប៉ុន្តែនេះវិញគឺកពេចកពុកច្រើនហើយរបស់ចេះមិនថោកមកបងប្អូនគ្នានេះខ្ញុំទិញនៅខ្មែរខ្ទង់20រៀលជាង30រៀលដែរអត់ដឹងតែកន្លែងហ្នឹងថ្លៃឬក៏ថោកណាអត់ដឹងតែនៅក្នុងទីផ្សារថ្លៃប៉ុន្តែប៉ុន្តែនឹងវាថ្លៃសម្រាប់ខ្ញុំអានេះគឺសម្រាប់ចាប់ក្បាលម៉ូតូបងប្អូនទាំងអស់គ្នាអញ្ចឹងមានន័យថាវីដេអូពេលឃើញបងប្អូនទាំងអស់គ្នាខ្ញុំជិះម៉ូតូហ្នឹងឃើញខ្ញុំថតហ្នឹងដោយសារខ្ញុំចាប់នៅហ្នឹងឯងអានេះគេហៅតាគៀបក្តាមហ្នឹងអញ្ចឹងខ្ញុំមូលហើយចាប់ជាមួយនឹងកញ្ចក់អញ្ចឹងវាបញ្ឈរអញ្ចឹងហ្នឹងហើយខ្ញុំជិះម៉ូតូតែទៅពេលត្រូវការថតអីចុចតាមហ្នឹងទៅខ្ញុំទិញហ្នឹងខ្ញុំមិនទិញតែមួយទេបងប្អូនអរគ្នាគឺជើងនេះមួយហើយមានអានេះមួយទៀតមានសងខាងតាគៀបក្តាមនឹងដើម្បីដាក់ដង selfie ពីក្រោយណានេះទៀតប៉ុន្តែធ្វើអត់បានដោយសារតែម៉ូតូរបស់ខ្ញុំវាមិនបាក់ចាំបាក់អីចឹងទៅអញ្ចឹងទិញមកដូចទុកចាំមកអញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹងថាតម្លៃវាខ្ពស់មែនប៉ុន្តែយើងត្រូវ focus ទៅលើ quality នៃដងនឹងដែរបើមិនយើងទិញថោកមកវាឆាប់បាក់ជីផ្លើលាក់បន្តិចបាក់ធ្លាក់កាមេរ៉ាខូចអាហ្នឹងរឿងធ្ងន់ទៀតអស់លុយគុណ2គុណ3អញ្ចឹងយល់ល្អថ្លៃមែនប៉ុន្តែគុណភាពល្អគឺយើងយកគុណភាពល្អហ្នឹងទៅយើងញ៉ៃទីបងប្អូនអរគ្នាគឺខ្ញុំ go through ទៅហ្មង drone បងប្អូនអរគ្នាឥឡូវចូលដល់វគ្គ drone វិញអញ្ចឹង drone ដែលខ្ញុំប្រើប្រាស់គឺ DJI Mini Pro 4អាទូចបងប្អូនអរគ្នាវាងាយស្រួលដាក់តាមខ្លួនបងប្អូនអរគ្នាគឺខ្ញុំដាក់ទៅណាក៏បានដែរដាក់ក្នុងកាបូបសូកន្លែងណាក៏បានដែរត្រូវថតដកតុបនេះដាក់មកអស់លើបាតដៃប្រយទៅហ្មងលើទូកលើអីគឺស្រួលប្រើមែនទែនស្រាលប៉ុន្តែចំណុចខ្សោយរបស់វាមួយគឺចាញ់ខ្យល់បងប្អូនអរគ្នាអញ្ចឹងនៅពេលដែលខ្ញុំឡើងភ្នំខ្ញុំពេលដែលខ្ញុំទៅកន្លែងណាដែលវាលខ្យល់ខ្លាំងអីហ្នឹងនេះបាក់ខ្លាំងគឺខ្ញុំបាក់ហោះក្នុងលំកពស់ខ្ពស់គឺបានទៀបទេអញ្ចឹងតែហោះខ្ពស់តែប្រហែល10ម៉ែត្រលើហ្នឹងគឺចាញ់ខ្យល់វាចាប់បានញ័រហើយ footage វាញ័រមកគឺវាឲ្យយើងតម្លាក់ខ្លួនមកវិញអញ្ចឹងបើសិនជាចង់បាន quality ជាងនឹងអីតតែ series A ធំដែរ influencer ផ្សេងគាត់ប្រើប្រាស់ហ្នឹងអាហ្នឹងល្អមែនទែនអូខេអញ្ចឹងបន្តទៅទៀតគឺខ្ញុំចង់បង្ហាញតាក់ទងទៅនឹងមួកឃ្លុំបន្តិចបងប្អូនអរគ្នានិយាយទៅខ្ញុំក៏ unboxing មួកឃ្លុំរបស់ខ្ញុំដែរមិន unboxing ទេគឺខ្ញុំទៅទិញផ្ទាល់ហើយឥឡូវនេះគឺខ្ញុំបានមកហើយគឺមួកឃ្លុំថ្មីរបស់ខ្ញុំដែលជាមួកមានចកាអូខេអញ្ចឹងកាត់អីបាទខ្ញុំចាប់ផ្ដើមដូរមកប្រើមួកមានចកាវិញដោយសារពីមុនឡើយគឺខ្ញុំពាក់មួក retro ធម្មតាបាត់មុខហ្នឹងបងប្អូនអរគ្នាវាទៅមួកហ្នឹងគឺពាក់បានតែក្នុងក្រុងទេជិះតាមផ្លូវឆ្ងាយគឺពិបាកមែនទែនដោយសារអីនៅពេលដែលយើងជិះលឿនលឿនខ្លាំងមួកហ្នឹងគឺប៉ើងពីក្បាលយើងហ្មងហើយខ្យល់គឺបាញ់មុខខ្លាំងមែនទែនទោះបីខ្ញុំមានវ៉ែនតាមានម៉ាស់ក៏ដោយក៏អត់សូវទប់បានដែរបើថាពេលភ្លៀងវិញគឺពិបាកបើកម៉ូតូមែនទែនបងប្អូនអរគ្នាហើយទី2វិញគឺតាក់ទងទៅនឹងកម្ដៅថ្ងៃមុខខ្ញុំឲ្យតែចោះទ្រីបម្ដងដូចតែខ្ញុំទៅជិះ 1100 គីឡូម៉ែត្រអីហ្នឹងមកវិញគឺមើលលេងស្គាល់ហ្មងគឺ sunburn ទោះបីជាលាប sunscreen គឺខ្ញុំលាប sunscreen រហូតអារី apply 2ម៉ោងម្ដងក៏នៅតែទប់អត់ជាប់ដែរដោយសារតែខ្យល់ផងអាធូលីនឹងផងអីផងគឺពេលតែហើយនឹងម៉ាស់គឺទប់អត់ជាប់ទេនៅពេលដែលយើងពាក់មានអីនេះម៉ាស់លាប sunscreen ហើយមកចូលទៅសោកមកស្រួលហើយកញ្ចក់នេះគឺទិញមកគឺគេមានពីរយើងតែម្ដងគឺមានខ្មៅហើយនឹងមានថ្លាអញ្ចឹងសម្រាប់ពេលជិះពេលថ្ងៃជិះពេលយប់ហើយកន្លែងនេះគឺងាយស្រួលដូរមែនទែនគ្រាន់តែមួយទៅដូរកញ្ចក់យកហ្មងអញ្ចឹងហើយស្រាលទៀតបងប្អូននេះមួយនេះធំប៉ុន្តែស្រាលបិទពឹបអូខេណាបងប្អូនអរគ្នានិយាយទៅមួកមួយនេះផងដែរគឺខ្ញុំទិញនៅ21 Helmet Shop បើសិនជាបងប្អូនចង់ទិញមួកទិញអីហ្នឹងជាពិសេសប្រភេទ retro គឺគាត់ support ហើយតម្លៃក៏ល្អដែរនិយាយទៅគាត់អត់មាន sponsor អីឲ្យខ្ញុំមិននិយាយប្រម៉ូទហាងគាត់ទេគឺខ្ញុំពេញចិត្តនៅគុណភាពមួកហើយនៅតម្លៃហើយនៅសេវាកម្មរបស់គាត់អញ្ចឹងបើសិនជាបងប្អូនចង់បានមួក series retro ភាគច្រើនគឺ series retro ម៉ូតូ Vespa ម៉ូតូអីហ្នឹងគឺអាចទៅហាងគាត់បានអូខេអញ្ចឹងបន្តទៅទៀតបងប្អូនអរគ្នាតាក់ទងទៅនឹងការចងអីវ៉ាន់នៅម៉ូតូអាហ្នឹងវាជា optional ទេ
ហើយបងប្អូនគ្នាអ្នកខ្លះប្រកាសជិតដឹងហើយថាម៉ូតូខ្ញុំខាងក្រោយនឹងខ្ញុំមានតែអាកាងខាងក្រោយបិទបើកនឹងដាក់បានតែមកកាបូបនៅបន្តិចតួចនៅខាងលើទេអញ្ចឹងសំខាន់បំផុតនឹងគឺនេះខ្សែហ្នឹងតែបាច់ប្រាប់ក៏គេដឹងដែរត្រូវទេប៉ុន្តែខ្ញុំចង់បង្ហាញបងប្អូនតិចថាខ្សែខ្ញុំបងប្អូនគ្នានេះខ្សែលឿងនេះខ្វះវាអត់បានទេបងប្អូនលឹងអាយាលឹងអាយ៉ៃអស់ហើយដាច់មកជារៀងទៀតក៏ខ្ញុំនៅតែប្រើវាដែរដោយសារតែវាមុំល្អខ្លាំងមែនទេខ្ញុំរងនឹងបញ្ចុំហើយខ្ញុំរកអានេះពីក្រោយមកជុំទៀតអូខេនៅរបស់មួយយ៉ាងទៀតដែលខ្ញុំត្រូវ unboxing អានេះដំបូងឡើយខ្ញុំគិតថាខ្ញុំនឹងយកតាមខ្លួនប៉ុន្តែឥឡូវខ្ញុំឡើងសម្រេចចិត្តថាគួរតែយកទៅអត់ដោយសារតែអីវ៉ាន់ខ្ញុំច្រើនណាស់ខ្ញុំដាក់អត់អស់ទេដែលវាគឺជាកៅអីនិយាយទៅវាដាក់ពីក្រោយម៉ូតូចេះបានដែរប៉ុន្តែវាបូកជាមួយនឹងអីវ៉ាន់ខ្ញុំផងខ្ញុំមាន tripod ខ្ញុំមានអីផងគឺវាកោគ្នាកោខ្លាំងពេកគឺម៉ូតូខ្ញុំអត់អាចទប់ទម្ងន់នឹងបានទេអូខេគេមានប្រអប់មកជាមួយអាចយកបាននិយាយទៅក៏អីនឹងទម្ងន់ប្រហែលជាខ្ទង់2គីឡូ2គីឡូកន្លះហ្នឹងបងប្អូនអរគ្នាប៉ុន្តែបើសិនជាអីគេអ្នកមានឡានអីនៅចិត្តក្រុងអីគឺស្រួលអូគាត់បើកអូខេនេះក៏អីឃើញទេនេះបើកមកអង្គុយបានអូអានេះបើសិនជាខ្ញុំកន្លែងគិតមើលសិនបងប្អូនអរគ្នាថាគួរយកទៅអត់បើសិនជាបានមួយអង្គុយមើលតែសភាពពេលព្រឹកផឹកកាហ្វេអីហ្នឹងចង់យកទៅតាមអូខេបងប្អូនអរគ្នាឥឡូវខ្ញុំគិតថាអស់របស់សំខាន់មែនទែនបើសិនខ្ញុំនៅតែនិយាយទៀតគឺវីដេអូហ្នឹងគឺអត់តន់ចប់ទេបើសិនជាបងប្អូនមានអីចង់សួរគឺអាចសួរនៅក្នុង comment បានតោះឥឡូវយើងទៅមើលប្លង់រៀបកៅអៅវិញម្ដងថានៅពេលដែលខ្ញុំជិះម៉ូតូខ្ញុំចិត្តពាក់អាវរបៀបម៉េចអាវធំរបៀបម៉េចបើជើងរបៀបម៉េចហ្នឹងគឺខ្ញុំនឹងនិយាយតិចតួចតាក់ទងទៅនឹងការស្លៀកពាក់បន្តិចតាអូខេបងប្អូនអរគ្នាឥឡូវខ្ញុំចាប់ផ្ដើមចូលមកឈុតរៀបចំកៅអៅវិញម្ដងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានអាវជិះម៉ូតូអីក្រាស់ៗដូចគេជាប្រភេទកស៊ូ waterproof អីទេជាធម្មតាគឺខ្ញុំពាក់តែអាវក្រាស់ធម្មតានៅខាងក្រៅអញ្ចឹងណាពាក់ខោវែងពាក់អីចឹងទៅបើសិនជាភ្លៀងខ្ញុំមានអាវភ្លៀងអីធម្មតាជិលចឹងទេប៉ុន្តែបើសួរថាខ្ញុំចូលចិត្តពាក់អាវរបៀបម៉េចការជិះម៉ូតូមកបន្តគ្នាសម្រាប់ខ្ញុំក្រាស់ពេកក៏អត់កើតវាហប់ស្ដាងពេកក៏អត់កើតគឺខ្យល់វាយទៅវាធ្វើឲ្យយើងអត់ស្រួលខ្លួនចឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាប្រកាសជាធ្លាប់ឃើញហើយអាវសំណប់ចិត្តរបស់ខ្ញុំមុនដំបូងគេដែលខ្ញុំចូលចិត្តបំផុតឲ្យទៅជិះម៉ូតូឬមកក៏ដើរទៅណាក៏ដោយដែរនេះអាវមួយនេះបងប្អូនអរគ្នាគឺជាអាវសម្រាប់ចិត្តផងខ្ញុំឲ្យតែពេលខ្ញុំជិះម៉ូតូឆ្ងាយអីហ្នឹងគឺខ្ញុំត្រូវការពាក់វាតែអានេះខ្ញុំចេញមកពី Uniqlo សាច់វាមិនក្រាស់ពេកមិនស្ដើងពេកបងប្អូនអរគ្នាហើយពាក់ទៅគឺហឹបល្អខ្លាំងមែនទែនហើយតាក់ទងទៅនឹងអាវនឹងផងដែរខ្ញុំមាន 3-4 ប្រភេទដែរសម្រាប់សកួរអញ្ចឹងណាបងប្អូនអរគ្នានេះដូចអាវប្រភេទចេះអីក៏មាននេះសិតតែអាវក្រៅជិះម៉ូតូខ្ញុំទាំងអស់មានទេបងប្អូននេះ 4-5 អាវប៉ុន្តែនៅពេលដែលខ្ញុំចេញទីម្ដងគឺខ្ញុំ selective ដែរដោយសារតែខ្ញុំអត់យកទៅទាំងអស់ទេឧទាហរណ៍តែខ្ញុំទៅ 3-4 ថ្ងៃអញ្ចឹងគឺខ្ញុំយកទៅតែ2ឯទៅបានទេដោយសារតែយើងពាក់តែពេលជិះម៉ូតូទេទី2វិញនៅពេលដែលខ្ញុំយកអាវនេះអាធំនេះយក1ទៅ2ហើយខ្ញុំចាប់ចូលចិត្តពាក់អាវស៊េរីកីឡានេះបងប្អូនទាំងអស់គ្នាអានេះមើលទៅមិនមែនអាវកស៊ូទេណាបងប្អូនទាំងអស់គ្នាគឺសាច់វាស្ដើងធម្មតាគឺចេញចូលខ្យល់ស្រួលមែនទែនអញ្ចឹងអាវប្រភេទអញ្ចេះគឺខ្ញុំពាក់ឡើងភ្នំក៏បានបើសិនជាខ្ញុំទៅជិះម៉ូតូវិញខ្ញុំជិះទៅចិត្តបងប្អូនអរគ្នាមើលវីដេអូជិះផានខ្ញុំធ្លាប់ឃើញហើយនៅពេលដែលខ្ញុំជិះម៉ូតូដើរលេងចិត្តហ្នឹងគឺខ្ញុំពាក់អាវអញ្ចេះវាការពារកម្ដៅថ្ងៃហើយវាអត់ក្ដៅទេហើយត្រជាក់ស្រួលមកបងប្អូនអរគ្នាបាទបន្តមកទៀតគឺតាក់ទងទៅនឹងខោជិះម៉ូតូឆ្ងាយកបោយក៏យើងពាក់បានដែរខោឈីណូធម្មតាក៏យើងពាក់បានដែរប៉ុន្តែពាក់ខោកបោយវាអាចធ្វើឲ្យយើងរៀងអត់សូវស្រួលខ្លួនអញ្ចឹងបងប្អូនអរគ្នាខ្ញុំក៏ធ្លាប់ពាក់ខោកបោយដែរបងប្អូនអរគ្នាគ្រាន់តែពេលជិះយូរទៅវាសាច់វារឹងអញ្ចឹងទៅវាអត់សូវ comfort ហ្មងណាអញ្ចឹងជាធម្មតានៅពេលដែលខ្ញុំជិះម៉ូតូគឺខ្ញុំចិត្តពាក់ខោប្រភេទនេះនេះខោនេះគឺ signature របស់ខ្ញុំដែរតែពិតខោនេះខោឡើងភ្នំបងប្អូនអរគ្នាខ្ញុំទិញមកសម្រាប់ឡើងភ្នំគឺសាច់វាគឺទទុនស្រួលមែនទេបងប្អូនអរគ្នាហើយជាពិសេសគឺវាស្ដើងហើយវាមានកប៉ៅច្រើនជួយខ្ញុំពាក់ខោនេះចុះទឹកក៏បានចុះអីក៏បានដែរនៅពេលតែភ្លៀងអីចាំតែមកស្ទុះគឺវាស្ងួតមកគឺជាប្រភេទខោឡើងភ្នំបងប្អូនអរគ្នាអញ្ចឹងខ្ញុំចូលចិត្តអាហ្នឹងហើយនេះអាវភែរបស់ខ្ញុំនេះបងប្អូនអរគ្នាប្រកាសធ្លាប់ឃើញហើយគឺមួយឈុតនឹងហ្មងហើយ trip ថ្ងៃនេះថ្ងៃថ្មីនេះក៏ខ្ញុំនឹងពាក់ឈុតនេះដែរក្នុងការបើកថ្ងៃដំបូងរបស់ខ្ញុំផងដែរអូខេអញ្ចឹងមួយវិញទៀតតាក់ទងទៅនឹងអាវបងប្អូនអរគ្នាសម្រាប់ខ្ញុំវិញអាវអត់សូវម៉ាញ់ប៉ុន្មានទេខ្ញុំអាចពាក់អាវធម្មតាអញ្ចេះអាវយឺតធម្មតាពាក់ខាងក្នុងអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែអាវនេះដូចគ្នាអញ្ចឹងបងប្អូនអរគ្នាបើសិនជាយើងបានកាន់តែស្ដើងកាន់តែល្អនៅពេលដែលយើងជិះម៉ូតូនេះអាវ I Love Cambodia នេះសំណប់ចិត្តខ្ញុំដែរបងប្អូនអរគ្នាក៏បានឃើញហើយនិយាយទៅយើងមានអាវកីឡាអាវអីហ្នឹងសាច់ទន់ពាក់ខាងក្នុងអីដើម្បីតិចហ្នឹងហើយយើងអាវគ្រប់អាវក្រាស់ពីក្រៅទៅជាមួយនឹងអាខោដែលខ្ញុំបានប្រាប់មិញហ្នឹងគឺ ready to go ហ្មងគឺអត់មានអីបញ្ហាទេអូខេអញ្ចឹងបន្ទាប់ពីនិយាយរឿងអាវរួចហើយយើងមកនិយាយតាក់ទងទៅនឹងការ cover ដៃ cover មុខរបស់យើងហ្នឹងដូចខ្ញុំនិយាយតាំងដើមអញ្ចឹងគឺម៉ាស់មុខខ្ញុំត្រូវទៅយកទៅម៉ាស់មុខខ្ញុំក៏មានច្រើនដែរបងប្អូនអរគ្នាមាន 4-5 ម៉ាស់អញ្ចឹងពេលខ្ញុំយកទៅម្ដងគឺខ្ញុំយកទៅច្រើនក្នុងការផ្លាស់ប្ដូរអញ្ចឹងណាប៉ុន្តែបើសិនជាដូចខ្ញុំទៅដល់អាទិត្យអីអញ្ចឹងយើងអាចពវល់តន់គឺម៉ាស់មុខនេះស្រួលទេគឺវាស្ដើងវាដូចជាស្បែកអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលយើងពាក់មួយថ្ងៃនិយាយទៅមួយថ្ងៃយើងបាក់ត្រូវបោកម្ដងអញ្ចឹងពេលយើងទៅដល់អូតែយប់ឡើងអីយើងញីជាមួយនឹងសាប៊ូឬមួយក៏ញីជាមួយនឹងទឹកទៅយើងដាក់ហាលចោលខុំសិនខុំអីទៅប្រកឡើងគឺស្ងួតអាចពាក់បានទៀតហើយអញ្ចឹងម៉ាស់វាមានពីរប្រភេទដែរអានេះគឺម៉ាស់សេរីចោលចេះគឺបិទខោទាំងអស់ហ្មងហើយមានម៉ាស់មួយប្រភេទទៀតដែលខ្ញុំបាននិយាយមុនហ្នឹងគឺ
សេរីបិទត្រឹមមុខនេះទេបាទបន្ទាប់ពីម៉ាស់រួចហើយមួកអីហ្នឹងក៏សំខាន់ដែរនៅពេលដែលយើងទៅខាងក្រៅជិះម៉ូតូខ្ញុំចូលចិត្តពាក់អានេះប៉ុន្តែបើសិនជាខ្ញុំឡើងភ្នំឡើងអីដើរព្រៃដើរអីគឺខ្ញុំចូលចិត្តពាក់នេះគឺវាការពារបានច្រើនជាងអញ្ចឹងបងប្អូនទាំងអស់គ្នាបាទសូមដៃដូចគ្នាបងប្អូនទាំងអស់គ្នានៅពេលដែលយើងជិះម៉ូតូអត់សូមដៃគឺចប់ហ្មងគឺខ្មៅសាច់ខ្លាំងអញ្ចឹងសូមដៃគឺគេមាន option ច្រើនឲ្យយើងរើសដែរអានេះគឺជាសូមដៃម៉ូតូចំហ្មងខ្ញុំកំពុងតាមថោកប៉ៅដៃខាងហ្នឹងគឺ cover ដៃយើងទាំងអស់អញ្ចឹងហ្មងប្រហែលគេមានអាស្នាមយើងដើម្បីចុចទូរស័ព្ទបានអានេះគឺជីកទៅស្រួលប៉ុន្តែបើសិនជាអូខេថ្ងៃណាមួយខ្ញុំអាចសង្វាក់ខ្ញុំអត់មានអីនេះទេខ្ញុំអាចប្រើសូមដៃជីមក៏បានដែរសម្រាប់បងប្អូនជីមគាត់จะធ្លាប់ស្គាល់សូមដៃប្រភេទនេះហើយតែប៉ុន្តែពេលខ្លះខ្ញុំចូលចិត្តពាក់នេះដែរវាអត់សូវញ៉ៃញ៉ៃចង់ដកទូរស័ព្ទអីដកមកចុចបានហ្មងហើយបើយើងជិះម៉ូតូទៅវាបាំងម្រាមដៃយើងឲ្យយើងមានអីត្រូវបារម្ភរឿងខ្មៅរឿងអីយើងការពារខាងលើអញ្ចឹងណាបាទប៉ុន្តែបើសិនជាជិះឆ្ងាយយកសំដៃម៉ូតូនេះទៅវាមានខ្មងដៃមានអីការពារបើសិនជាមានគ្រោះថ្នាក់មានអីវាអាចជួយបានច្រើនជាងបាទនិយាយទៅមកបងប្អូនគ្នាអានេះគ្រាន់តែជាការ sharing experience របស់ខ្ញុំកំពុងតែរៀបប្រវត្តិនេះទៅណាព្រោះថាមនុស្សផ្សេងគ្នាគឺភាពស្រួលខ្លួនផងគាត់នឹងផ្សេងគ្នាសម្រាប់គេគឺថាអូខេជិះផ្លូវឆ្ងាយទៅពាក់ខោកបួយពាក់អីអាហ្នឹងក៏ជារឿងរបស់គាត់អីចឹងណាបើសម្រាប់ខ្ញុំវិញគឺអ្វីដែលខ្ញុំបានចែកម្លែកនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេបាទកាបូបខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីដាក់ក្រោយម៉ូតូដោយសារតែកាបូបក្រោយម៉ូតូខ្ញុំទូចមែនទេអញ្ចឹងអីវ៉ាន់ខ្ញុំដាក់បានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំត្រូវតែធ្វើមិនព្យាយាមយកតែរបស់សំខាន់ដែលខ្ញុំត្រូវដាក់ទៅតាមខ្លួនបានអូខេអញ្ចឹងបន្ទាប់ពីយើងនិយាយគ្នាអស់ហើយតាក់ទងនឹងការតែងខ្លួនស្លៀកពាក់អីហ្នឹងហើយខ្ញុំក៏អត់បាននិយាយពីការផេកនៅក្នុងកាបូបនេះទេដោយសារតែកុំឲ្យវីដេអូនឹងវែងពេកប៉ុន្តែខ្ញុំឥឡូវកន្លែងតែកំពុងតែគិតបាក់ចិត្តបន្តិចដោយសារអីទ្រីបលើកហ្នឹងគឺខ្ញុំនឹងកំពុងតែកម្រងសិនទេអត់ទាន់សម្រេចចិត្តទេថាយើងនឹងទៅបោះតង់មួយយប់អញ្ចឹងយើងដេក3យប់4យប់អីយើងត្រូវបោះតង់មួយយប់ដើម្បី experience បោះតង់អញ្ចឹងណាខ្ញុំក៏នឹកបោះតង់ដែរប៉ុន្តែបញ្ហាធំហ្នឹងគឺខ្ញុំដាក់អីវ៉ាន់ទៅរបៀបម៉េចនេះកាបូបឡើងភ្នំខ្ញុំអីវ៉ាន់ខ្ញុំដាក់ក្នុងនឹងទាំងអស់ដកចេញមើលសិន sleeping bag ក្រាលអានេះដូចពូកអញ្ចឹងអានេះតង់នេះអានេះក្រាលបាតតង់កាបូបនេះខ្ញុំបានយកទៅទេអានេះស្រាប់ឡើងភ្នំទេបងប្អូនអរគ្នាគ្រាន់តែអីវ៉ាន់ខ្ញុំហ្នឹងប៉ុណ្ណេះហើយអញ្ចឹងខ្ញុំកំពុងតែគិតថាខ្ញុំដាក់លើម៉ូតូអត់និយាយទៅបងប្អូនអរគ្នាខ្ញុំគិតថាអីវ៉ាន់នេះខ្ញុំដាក់នៅគូខាងក្រោយអត់គ្រប់ទេអាចចង់ខាងក្រោយហ្នឹងខ្ញុំខ្លាចវាបាក់ទី2វាគឺអាចខ្ពស់ពេកវាចង្ងាងពេកអញ្ចឹងណាបងប្អូនហើយតែប៉ុន្តែនៅម៉ូតូរបស់ខ្ញុំហ្នឹងមានក្រៅពីកាំងខាងក្រោយហ្នឹងគឺនៅមាន aspect ខាងមុខហើយនឹងកែបម៉ូតូប៉ុន្តែកែបម៉ូតូពីច្រើនខ្ញុំដាក់ drone ដាក់អីចឹងទៅដាក់ drone ដាក់ពីជើងបន្ទាត់ដាក់អីចឹងណាអីវ៉ាន់ដែលយើងត្រូវការប្រើភ្លាមអីចឹងទៅព្រោះ drone គេមានវាមានកាបូបរបស់វាមួយចឹងខ្ញុំដាក់តែក្នុងកែបគឺចប់ហ្មងហើយកែបក៏វាមិនធំបានដាក់បានតែមុខមួយទេអញ្ចឹង drone ដាក់នឹងសឹងតែពេញអស់ហើយសរុបសេចក្តីមកខ្ញុំនឹង consider ម្ដងទៀតដូចខ្ញុំថតវីដេអូនេះអញ្ចឹងគឺខ្ញុំតែរៀបចំអញ្ចឹងខ្ញុំអត់ទាន់ប្រកាសទេថា trip របស់ខ្ញុំនឹងទៅបោះតង់អត់ខ្ញុំនឹងពិភាក្សាមួយមិត្តភក្តិខ្ញុំសិនថាយើងគួរទៅអត់បើសិនជាអត់ទៅទេដាក់តែនេះមួយមកហើយខ្ញុំដាក់កៅអីដែលខ្ញុំទិញមិញហ្នឹងពីលើនឹងមកពុបចាប់រឿងហ្មងអញ្ចឹងអាចយកកៅអីទៅបានប៉ុន្តែបើមានកៅអីអត់តង់ដែរហ្នឹងព្រោះយើងទៅដេកនៅ resort ដែរយកកៅអីគេអង្គុយទៅមិនស្រួលជាងយល់ទេអញ្ចឹងការបោះតង់គឺវាកពិកពុកចឹងបងប្អូនទាំងគ្នាបើសិនជាមានឡានស្រួលហ្មងប៉ុន្តែបើសិនយើងជិះម៉ូតូគឺវាយើងបានតិចហើយម៉ូតូយើងទូចទៀតវាមិនបាក់ដាក់បានដាក់អីចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាតោះយើងទៅមើលប្លង់រៀបចំម៉ូតូវិញម្ដងអញ្ចឹងខ្ញុំបានណាត់ជាមួយនឹងពួកម៉ាក់ខ្ញុំនឹងមក check up ម៉ូតូជុំគ្នាហើយណាមួយអាំងតែបានជួបគ្នាទៅយើងបាននិយាយតាក់ទងទៅនឹងការរៀបចំនិងផែនការផ្សេងរបស់យើងក្នុងការដើរលេងរបស់យើងនឹងឥឡូវយើងយកម៉ូតូមក check up អាហ្នឹងយើង make sure ខ្លួនឯងថាអូខេមក trip ហ្នឹងគឺអត់មានបញ្ហារឿងម៉ូតូទេគឺឥឡូវបញ្ហារឿងកន្លែងដេកបញ្ហាកន្លែងដេកពីមកបងប្អូនអញ្ចឹងអ្នកគេសួរឥឡូវប្រាប់គេហើយថាទៅណាទៅទេយើងទៅខេត្តណាទៅដូនគិរីអញ្ចឹងសម្រាប់ម៉ូតូផ្លូវឆ្ងាយមានអីទេទីមួយគឺត្រូវដូរប្រេងម៉ាស៊ីនសំខាន់បំផុតតែដូរប្រេងម៉ាស៊ីនអាគុយយើងឆ្លាតបានទេប៉ុន្តែយើងមើលទៅបើអាគុយយើងមួយឆ្នាំវាដូរម្ដងអញ្ចឹងអាគុយយើងមិនតាន់ដល់មួយឆ្នាំអញ្ចឹងខ្ញុំថាណែជីបានទី2វិញខ្សែពៀនមកបងប្អូនអញ្ចឹងម៉ូតូស្ទូវាសងនឹងខ្សែពៀននឹងខ្សែពៀនវាមានខ្សែហើយវាមានឃ្លីទៀតអញ្ចឹងពេលខ្លះខ្សែអត់អីតែឃ្លីវាអីយើងក៏ដូរឃ្លីហ្នឹងទៅវាខ្សែបើខ្សែថ្លៃដែរ30 40រៀលមកឈុតវាអាស៊ីមកវាដូច50រៀលជាង50រៀលដែរអញ្ចឹងគ្រាន់តែមក maintenance ហ្នឹងខ្ញុំអស់ហើយខ្ទង់100ដែរខ្ញុំទៅដូរពេលម៉ាស៊ីនទៅដូរខ្សែពៀនទៅដូរអាឃ្លីវាហ្នឹងហើយទៅដូរគេ air ផងទៅដូរអាយគេ boozy ទៀតតែថ្ងៃទៅចាំ boozy ចាំលើក្រោយទៅត្រង់ដូរទៀតហ្នឹងអត់ពីដូរអញ្ចឹងម៉ូតូប្រភេទខ្ញុំហ្នឹងគ្រាន់តែដូរពេលម៉ាស៊ីនហ្នឹងយ៉ាងស្អុយណាស់កន្លែងខ្លះក៏40ជាងដែរ40ជាងទៅ50ជាងដូរម្ដងចឹងចេញទ្រីប្រដងគឺត្រូវដូរហើយមកវិញបើសិនជាជិះឆ្ងាយដូច1100គីឡូហ្នឹងទៅម្ដងដូរមកវិញដូរថ្មីទៀត
អញ្ចឹងដូចខ្ញុំនិយាយមុននឹងអញ្ចឹងបងប្អូនទាំងអស់គ្នាថាឲ្យតែចេញត្រីម្ដងគ្រាន់តែ check up ម៉ូតូនឹងដូរនេះដូរនោះយ៉ាងហោចណាស់ក៏អស់40ទៅ50រៀលបាត់ហើយហើយចំលើកនេះគឺរៀងក្រែលទៀតដែលម៉ូតូខ្ញុំគឺត្រូវដូរទាំងពេញម៉ាស៊ីនសបុក air buzi ក្របឃ្លីខ្សែពៀននឹងហើយថែមទាំងលាងវាឲ្យស្អាតទៀតអញ្ចឹងទៅបូកសរុបទាំងអស់គឺចំនួន$109ទាំងព្រឹកហ្មងហេងតែបើនិយាយតាមត្រង់ទៅតម្លៃប៉ុណ្្នឹងគឺវាធម្មតាបងប្អូនទាំងអស់គ្នាក្នុងការដូររបស់របរទាំងអស់នឹងអញ្ចឹងហើយណាមួយខ្ញុំក៏ចូលចិត្តគ្រឿងបន្លាស់ក៏ដូចជាសេវាកម្មនៅហាងគាត់នេះផងដែរតែបើលាងម៉ូតូវិញទោះបីជាតម្លៃរៀងថ្លៃបន្តិចប៉ុន្តែវាជាបែប deep clean តែម្ដងដែលគេនឹងលាងសម្អាតឲ្យយើងគ្រប់ទីកន្លែងនិយាយទៅគឺថាលាងឲ្យស្អាតជ្រេញហ្មងអូខេអ្នកបងប្អូនទាំងអស់គ្នាអញ្ចឹងដំណើរកំសាន្តរបស់យើងនៅថ្ងៃអ៊ំទូកអាទិត្យក្រោយនេះគឺយើងនឹងធ្វើដំណើរទៅខេត្តមណ្ឌលគិរីយើងនឹងចេញដំណើរថ្ងៃនៅថ្ងៃទី5ទី6ទី7ទី8យើងមកពេញវិញទី9ស្រាប់មួយថ្ងៃទី10យើងចូលធ្វើការធម្មតាអញ្ចឹងរយៈពេល4ថ្ងៃ3យប់ហើយមុនហ្នឹងខ្ញុំនិយាយថាអត់មានកន្លែងដេកហ្នឹងឥឡូវមានហើយបងប្អូនទាំងអស់គ្នាដោយសារតែដំបូងឡើយខ្ញុំ book resort គេហ្នឹងបានថ្ងៃទី6ទី7គឺយើងនៅខ្វះទីថ្ងៃ5មួយថ្ងៃអញ្ចឹងបាទយើងចាប់ដើមមានកន្រងថាអូខេយើងរកកន្លែងបោះតង់បោះអីស្រួលៗអញ្ចឹងណាឥឡូវនេះយើងបានកន្លែងហើយសុកក៏នឹកឃើញភូមិពូតាំងដែលខ្ញុំធ្លាប់ទៅកាលពីឆ្នាំមុនបាទអញ្ចឹងខ្ញុំក៏តាក់ទងទៅគាត់ម្ដងទៀតហើយគាត់ក៏រីករាយក្នុងការទទួលយើងអញ្ចឹងណាអញ្ចឹងយើងបានកន្លែងបោះតង់យើងហើយថ្ងៃទី1អញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹងថាខ្ញុំកំពុងតែគិតសិនថាខ្ញុំយកឲ្យបានតង់ហ្នឹងទៅគ្រប់អត់អញ្ចឹងបើសិនជាយកអត់គ្រប់ទេទៅដល់នោះនៅភូមិពូតាំងគាត់មានទាំងផ្ទះគាត់មានទាំងតង់ឲ្យមកស្អាតហ្មងអញ្ចឹងយើងអាចទៅជួលគាត់ដេកនៅហ្នឹងទៅអញ្ចឹងនៅថ្ងៃទី5យើងនឹងចេញពីពេញទៅដេកនៅភូមិពូតាំងមួយយប់ហើយពេលយប់ទៀតយើងនៅទៅដេក resort មើល view មើលអីចឹងទៅហើយថ្ងៃ8យើងត្រឡប់មកពេញវិញនិយាយទៅការធ្វើដំណើរទៅមណ្ឌលគិរីលើកនេះវាមិនមែនជាលើកទី1សម្រាប់ខ្ញុំទេប៉ុន្តែវាថ្មីសម្រាប់ខ្ញុំដែលទៅនៅក្នុងខែវស្សាគឺទៅមើលសមុទ្រឈើទៅមើលពណ៌បៃតងទេសភាពពណ៌បៃតងអញ្ចឹងណានឹងគឺជាអ្វីដែលខ្ញុំអត់ដែលបានឃើញពីមុនមកហើយដោយសារតែខ្ញុំទៅលើកមុនគឺខ្ញុំទៅចំខែពណ៌មាសគឺខែ1អញ្ចឹងលើកនេះខ្ញុំជឿជាក់ហ្មងថាខ្ញុំនឹងទទួលបាននៅទស្សនីយភាពដែលខ្ញុំបងប្រាថ្នាថាខ្ញុំចង់ឃើញមណ្ឌលគិរីនៅខែពណ៌បៃតងអញ្ចឹង along the way ដែលខ្ញុំកំពុងតែធ្វើដំណើរទៅនឹងគឺខ្ញុំនឹង update វីដេអូខ្លីៗជូនបងប្អូនទាំងគ្នារហូតហ្មងកុំឲ្យដូចលើកមុនខ្ញុំទៅហើយពីបែបតែគាត់ខ្ញុំចេញវីដេអូខ្ញុំមិនលេងធ្វើអញ្ចឹងទៀតហើយគឺខ្ញុំឃើញអីគឺខ្ញុំនឹងខ្ញុំ update យើងអាច update គ្នារហូតអញ្ចឹងណាជឿសង្ឃឹមថាបងប្អូននឹងជួយ subscribe channel របស់ខ្ញុំហើយកុំភ្លេចតាមដានទស្សនាវីដេអូជុំគ្នាអញ្ចឹងទៅបើមានអីចង់ឃើញអីអាចតម្លាក់នៅក្នុង comment បានហើយបើសិនជាចៃដន្យអ្នកដែលទៅមណ្ឌលគិរីហើយអ្នកដែលទៅលេងឬមកក៏អ្នកនៅបងប្អូនដែលនៅមណ្ឌលគិរីនឹងឃើញខ្ញុំអីកុំភ្លេច say hi ខ្ញុំផងអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអរគុណដល់ការទស្សនាជួបគ្នានៅមណ្ឌលគិរីហើយជួបគ្នានៅក្នុងវីដេអូក្រោយផងដែរអរគុណបាយបាយ